ជំនួបព្រំដែនរវាងកម្ពុជានិងថៃមិនអាចចាត់ទុកថាគ្រាន់តែជាបញ្ហាពីភាគីនោះទេដោយសារបញ្ហានេះវាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការគោរពគោលការណ៍គ្រឹះរបស់អាស៊ានកម្ពុជាបានលើកឡើងថាជំនួបព្រំដែនរវាងកម្ពុជានិងថៃមិនអាចចាត់ទុកថាគ្រាន់តែជាបញ្ហាទ្វេភាគីនោះទេដោយសារបញ្ហានេះវាជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការគោរពគោលការណ៍គ្រឹះរបស់អាស៊ានគណៈកម្ពុជាបន្តអំពាវនាវឲ្យមានការអនុវត្តពេញលេញនៅសេចក្តីថ្លែងការណ៍រួមថ្ងៃ27ធ្នូឆ្នាំ2025រួមទាំងការវិលត្រឡប់របស់ពលរដ្ឋភាគសិទ្ធិខ្មែរនិងការបន្តការងារវាស់វែងខណ្ឌសីមាព្រំដែននៃគណៈកម្មការ GBC ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានលើកឡើងបែបនេះនៅក្នុងឱកាសអបអរសាទរខួបលើកទី59នៃការបង្កើតស្ថាប័នអាស៊ានដែលឆ្នាំនេះក៏នឹងត្រូវខួបលើកទី50នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ផងដែរបើតាមឯកឧត្តមប្រាក់សុខុនគោលការណ៍គ្រឹះនៃសន្ធិសញ្ញា TAC រួមមានការគោរពគ្នាទៅវិញទៅមកចំពោះរដ្ឋអធិបតេយ្យភាពនិងបូរណភាពទឹកដីការបញ្ជាជ្រែកការដោះស្រាយវិវាទដោយសន្តិវិធីការបោះបង់ការគំរាមកំហែងឬការប្រើប្រាស់កម្លាំងនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពឯកឧត្តមប្រាក់សុខុនបានថ្លែងថាគោលការណ៍ទាំងនេះគឺជាមូលដ្ឋាននៃភាពជឿជាក់របស់អាស៊ានតម្លៃពិតប្រាកដនៃគោលការណ៍ទាំងនេះស្ថិតនៅលើតើវាត្រូវបានគោរពនិងប្រើប្រាស់ជាមគ្គុទ្ទេសក៍នៅក្នុងការប្រព្រឹត្តរបស់រដ្ឋនានាបានស្មោះត្រង់កម្រិតណានៅពេលដែលទំនាក់ទំនងរវាងរដ្ឋស្ថិតក្រោមសម្ពាធវាច្បាស់ណាស់នៅក្នុងកាលៈទេសៈបែបនេះដែលការបដិញ្ញាចិត្តរួមរបស់យើងចំពោះគោលការណ៍ទាំងនេះត្រូវបានដាក់ឲ្យសាក់លបងនៅក្នុងបរិបទនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានភ្ជាប់បញ្ហាចំនួនព្រំដែនកម្ពុជាថៃទៅដោយផ្ទាល់ជាមួយនឹងការទទួលខុសត្រូវកាន់តែទូលំទូលាយរបស់អាស៊ាននៅក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់និងការអនុវត្តគោលការណ៍ដែលអាស៊ានបានកំណត់ដោយខ្លួនឯងមិនអាចចាត់ទុកថាវាគ្រាន់តែជាបញ្ហាទ្វេភាគីរវាងកម្ពុជានិងថៃនោះទេដោយផ្អែកលើគោលការណ៍នេះកម្ពុជាបានបន្តអំពីនេះឲ្យមានការអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃ27ធ្នូ2025ជាបន្ទាន់ពេញលេញនិងប្រកបដោយប្រសិទ្ធភាពពិសេសទៀតនោះកម្ពុជាចង់ឲ្យមានការងារជាបន្តបន្ទាប់នៅការវាស់វែងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជាថៃ GBC ព្រមទាំងធានាឲ្យពលរដ្ឋដែលបានពាសឹកដោយសារចំនួនអាចធ្វើត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរឲ្យបានឆាប់បំផុត